ការជ្រើសរើសទិសផ្ទះឲ្យត្រូវជាមួយនឹងគ្រោងដួងរាសីរបស់យើងកាលពីវីដេអូមុនលោកគ្រូបានបកស្រាយរួចមកហើយតាក់ទងជាមួយនឹងឥទ្ធិពលនៃការដែលយើងនៅផ្ទះមួយដែលផុតយកឬមួយក៏មិនត្រូវយកតើវាជះឥទ្ធិពលអាក្រក់អ្វីខ្លះមកឲ្យជីវិតរបស់យើងមកឲ្យក្រុមគ្រួសាររបស់យើងនៅក្នុងសប្តាហ៍នេះគឺកាន់តែពិសេសគឺលោកគ្រូនឹងបកស្រាយលម្អិតបន្ថែមតាក់ទងជាមួយនឹងការជ្រើសរើសទិសផ្ទះឲ្យត្រូវជាមួយនឹងគ្រោងដួងរាសីរបស់មនុស្សម្នាក់ហើយនឹងឥទ្ធិពលអាក្រក់អ្វីខ្លះដែលយើងជ្រើសរើសទិសផ្ទះដែលមិនត្រូវជាមួយនឹងគ្រោងដួងរាសីរបស់យើងពុកម៉ែបងប្អូនកូនក្មួយយើងកុំច្រឡំកន្លែងនេះណាបានន័យថាទី1យើងត្រូវជ្រើសរើសទិសផ្ទះឲ្យត្រូវជាមួយនឹងគ្រោងដួងរាសីរបស់យើងសិនទើបយើងគិតអំពីថាតើអង្សានោះវាត្រូវយកឬក៏មិនត្រូវយកថែមមួយជាន់ទៀតបើសិនណាជាផ្ទះដែលយើងទិញទីតាំងភូមិសាស្ត្រឬមួយក៏ទីតាំងដីធ្លីដែលយើងទិញនោះជាទិសណាបានន័យថាវាបែរទៅរកទិសដែលពិឃាតឬក៏ទិសដែលមិនត្រូវជាមួយនឹងគ្រោងដួងរាសីរបស់យើងគឺវាអាក្រក់ជាងផ្ទះដែលផុតជុកទៀតហើយវាកាន់តែអាក្រក់បើសិនណាជាទិសនឹងទិសនៃដីឬក៏អចលនទ្រព្យឬក៏ផ្ទះរបស់ពុកម៉ែបងប្អូនហ្នឹងស្ថិតនៅក្នុងទិសមួយដែលមិនត្រូវជាមួយនឹងគ្រោងដួងរាសីរបស់យើងហើយវាផុតយកទៀតអានឹងយើងចូលទៅគេហៅថាអង្សារលំរលាយនឹងឯងណាអង្សារលំរលាយនឹងឯងអូខេពុកម៉ែបងប្អូនកូនក្មួយយើងគឺឆ្ងល់ច្រើនខ្លាំងមែនតើដោយសារតែពេលខ្លះគាត់រស់នៅផ្ទះមួយដែលបែរមុខទៅរកទិសមួយគឺគាត់ហេងមែនតើគាត់រស់នៅសុខសាន្តមែនតើហើយគាត់ពេលខ្លះគាត់មិនបាច់ខំទេលុយហត់ហូរគាត់តែម្ដងស្រាប់តែគាត់បានន័យគាត់មានលុយគាត់ដូរទីតាំងគាត់លក់ចលនាទ្រព្យចាស់របស់គាត់ចេញគាត់ទៅនៅទីតាំងមួយផ្សេងស្រាប់តែបែរទៅទិសផ្សេងនោះស្រាប់តែគាត់ចាប់ផ្ដើមមានអារម្មណ៍គាត់សង្កេតមើលខ្លួនឯងថាគាត់ចាប់ផ្ដើមស្ទយណាហើយរឿងកើតមានឡើងហោហែទាំងក្តីក្តាំងក្តីទាំងរឿងដែលគេបោកប្រាស់លុយគាត់ក្តីគឺចាប់ផ្ដើមមានរឿងជាបន្តបន្ទាប់តាមពិតអាចកំបាំងមួយដ៏ធំនៅក្នុងក្បួនហ្វុងស៊ុយបែបវិទ្យាសាស្ត្រក្បួនហ្វុងស៊ុយពិតប្រាកដគឺតាក់ទងជាមួយនឹងការជ្រើសរើសអចលនទ្រព្យឬមួយក៏ទីតាំងឲ្យត្រូវជាមួយនឹងគ្រោងដួងរាសីរបស់យើងគឺថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតដែលជាលេខកូដជីវិតរបស់យើងនេះឯងណាដែលជាលេខកូដជីវិតរបស់យើងនេះឯងប៉ុន្តែនៅក្នុងវិទ្យាហ្វុងស៊ុយបែបវិទ្យាសាស្ត្រគឺយើងបែងចែកធម៌ពលតាមទិសនីមួយៗទិសនីមួយៗនោះគឺវាមានធម៌ពលធាតុរបស់វាទិសខាងជើងគឺតំណាងឲ្យធាតុទឹកណាគឺជាទិសទឹកទិសខាងជើងជាងខាងកើតហើយនឹងត្បូងជាងខាងលិចគឺតំណាងឲ្យធាតុដីទិសខាងកើតហើយនឹងត្បូងជាងកើតគឺតំណាងឲ្យធាតុឈើទិសខាងត្បូងគឺតំណាងឲ្យធាតុភ្លើងណាទិសខាងលិចគឺតំណាងឲ្យធាតុមាសហើយជើងជាងលិចក៏តំណាងឲ្យធាតុមាសដែរអញ្ចឹងនៅពេលដែលយើងទិញផ្ទះឬក៏អចលនទ្រព្យណាមួយបែរទៅរកទិសនីមួយៗហ្នឹងគឺធម៌ពលដែលចូលមកហ្នឹងគឺវាមានធម៌ពលតាមធាតុនីមួយៗបើសិនណាជាពុកម៉ែបងប្អូនកូនក្មួយយើងធ្លាប់អានចតារាសីដំណើរជីវិតជាមួយលោកគ្រូគឺលោកគ្រូបើកវងកញ្ចក់កន្លែងធាតុដែលត្រូវការតើធាតុត្រូវការចាំបាច់ទី1អីធាតុត្រូវការមិនចាំបានធាតុត្រូវការចាំបាច់ទី2អីធាតុត្រូវការចាំបាច់3ទី3អីដោយសារតែមនុស្សម្នាក់ៗណានៅពេលដែលយើងកើតមកស្រូបយកធម៌ពលវិជ្ជកបាលនេះបានកំណត់រួចមកហើយតើតូនជាមួយតើយើងជាគ្រោងដួងប្រភេទគ្រោងដួងអ្វីណាដួងតិថិយើងអ្វីហើយយើងមានធាតុត្រូវការអ្វីខ្លះតើអ្វីដែលជាធាតុមក support យើងអ្វីដែលជាធាតុលុយរបស់យើងអ្វីដែលជាធាតុវិនិយោគរបស់យើងអ្វីដែលជាធាតុមកពីធាតុយើងអ្វីដែលជាធាតុដែលធ្វើឲ្យយើងឈឺស្កាត់អីជាដើមគឺអាចកំបាំងនៅក្នុងថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតយើងនេះបានបង្ហាញចេញរួចជាស្រេចប៉ុន្តែដោយបច្ច័យណាមួយនោះស្រាប់តែយើងទិញផ្ទះនៅចំទិសនៃធាតុដែលយើងមិនត្រូវការបានន័យថាធាតុដែលមកពីធាតុយើងអីជាដើមលោកគ្រូឧទាហរណ៍មួយចោះថាបើសិនណាជាយើងជាប្រភេទគ្រោងដួងធាតុមាសខ្សោយធាតុមាសខ្សោយបានន័យថាធាតុត្រូវការចាំបាច់របស់យើងគឺធាតុដីហើយនិងធាតុមាសអញ្ចឹងទិស support យើងគឺទិសធាតុដីហើយនឹងទិសធាតុមាសខ្លួនឯងទិស support យើងទិសធាតុដីទិសធាតុមាសនោះគឺយើងត្រូវតែរកអចលនទ្រព្យឬមួយក៏ផ្ទះដែលបែរមុខទៅរកជើងជាងខាងកើតឬមួយក៏ត្បូងជាងលិចឬក៏ទិសលិចឬក៏ជើងជាងលិចពីព្រោះជើងជាងកើតហើយនឹងត្បូងជាងលិចគឺជាទិសធាតុដីដែលមក support មាសហើយទិសខាងលិចហើយនឹងទិសខាងជើងជាងខាងលិចគឺជាទិសធាតុមាសដែលជាគូធាតុជាមួយនឹងធាតុមាសពីព្រោះគ្រោងដួងរាសីរបស់យើងខ្សោយអញ្ចឹងប៉ុណ្ណាអ្វីក៏វាមានក្បួនខ្នាតរបស់វាដែរគ្រាន់តែពេលខ្លះពុកម៉ែបងប្អូនកូនក្មួយយើងអត់ដែលដឹងអត់ដែលចាប់អារម្មណ៍ថាតាមពិតក្បួនហ្វុងស៊ុយបែបវិទ្យាសាស្ត្រគឺគេមើលលម្អិតខ្លាំងមែនទែនថាតើមនុស្សម្នាក់ៗហ្នឹង
គាត់បត់បែនរៀបចំខ្លួនការរស់នៅក្តីតើរៀបចំបត់បែនខ្លួនរបៀបណាឲ្យមក support គាត់ទាំងការស្លៀកពាក់អីជាដើមអញ្ចឹងបើសិនណាជាឧទាហរណ៍វិញថាពុកម៉ែបងប្អូនកូនក្មួយយើងមានគ្រួងដួងរាសីធាតុមាសដដែលទេប៉ុន្តែជាមាសខ្សោយស្រាប់តែពុកម៉ែបងប្អូនកូនក្មួយយើងទិញផ្ទះដែលបែរទៅត្បូងណាផ្ទះបែរទៅត្បូងគឺជាទិសធាតុភ្លើងគឺមកពីធាតុមាសអញ្ចឹងបានន័យថាយើងជ្រើសរើសទិសផ្ទះដែលមកពីធាតុគ្រួងតួខ្លួនរបស់យើងដែលយើងកំពុងតែខ្សោយនៅពេលដែលយើងរស់នៅក្នុងផ្ទះនោះគឺយើងនឹងមានរឿងក្តៅក្រហាយមានរឿងក្តីក្តាំងមានរឿងខាតបង់ជាច្រើនរហូតដល់តាក់ទងជាមួយនឹងរឿងសុខភាពផងដែរដោយសារតែពេលដែលយើងចូលរស់នៅធម្មពលខ្យល់បក់ចូលមកដែលពំនាំធាតុភ្លើងមកនេះគឺវាមករំលាយធាតុមាសដែលយើងកំពុងតែខ្សោយនេះស្រាប់អញ្ចឹងពុកម៉ែបងប្អូនកូនក្មួយយើងកុំឆ្ងល់ណាកុំឆ្ងល់តាក់ទងជាមួយនឹងឧទាហរណ៍ទៀតចោះដោយសារតែមនុស្សម្នាក់គឺគាត់មានធាតុផ្សេងគ្នាលោកគ្រូឧទាហរណ៍ថាបើសិនណាជាគ្រោងដួងមាសដដែលគាត់ជាប្រភេទមាសរឹងមាំវិញអញ្ចឹងបានន័យថាគាត់ត្រូវការធាតុទឹកជាធាតុទេចេញបានដល់ការវិនិយោគបានដល់ការសប្បាយចិត្តណាតាក់ទងជាមួយនឹងធាតុឈើគឺជាធាតុលុយរបស់គាត់មាសទៅកាប់ឈើដើម្បីយកលាភណាហើយធាតុភ្លើងគឺជាធាតុអំណាចរបស់គាត់អញ្ចឹងបើសិនណាជាគាត់ទិញផ្ទះមួយដែលបែរទៅរកទិសខាងកើតលោកគ្រូអត់ទាន់និយាយថាអង្គសារត្រូវយកឬក៏មិនត្រូវយកទេអាហ្នឹងយើងមើលជាន់មួយជំហានទៀតតតែ Master Feng Shui ណាដែលរៀនវិទ្យាតារាសាស្ត្រជាន់ខ្ពស់ទើបយើងអាចគណនាថាតើអង្គសារណាដែលជាអង្គសារត្រូវយកជាន់ពីលើទិសនៃផ្ទះឬក៏ទិសនៃអចលនទ្រព្យឲ្យត្រូវជាមួយនឹងគ្រោងដួងរាសីរបស់គាត់អញ្ចឹងបានន័យថាបើសិនជាគាត់ទិញផ្ទះបែរទៅកើតគឺគាត់នឹងមានលៀបជាប្រចាំពេលខ្លះគាត់អត់សឹងតែមិនធ្វើអីគឺលុយរត់រកគាត់គឺមានប្រភេទមនុស្សអញ្ចឹងមនុស្សអញ្ចឹងដែរណាគឺមានប្រភេទមនុស្សអញ្ចឹងដែរហើយបើសិនណាជាគាត់សម្ដៅដល់ការវិនិយោគគាត់គួរតែទិញផ្ទះដែលបែរទៅជើងដើម្បីឲ្យគាត់មានធាតុទេចេញបានដល់ការវិនិយោគទុនបណ្ដាក់ទុនផ្សេងបើសិនជាគាត់ខ្វះការវិនិយោគហើយបើសិនជាគាត់ជាអ្នកធ្វើការជាមន្ត្រីឬមួយក៏ជាអ្នកធ្វើការស៊ីប្រាក់ខែក្តីចង់បានមុខមាត់ចង់បានតំណែងទុននីតិគាត់ទិញផ្ទះបែរទៅត្បូងដែលជាធាតុអំណាចរបស់គាត់ណានាំបានន័យថានាំឫទ្ធាអំណាចមកឲ្យគាត់ណានាំឫទ្ធាអំណាចមកឲ្យគាត់បើសិនជាករណីយើងជាប្រភេទគ្រោងដួងធាតុទឹកវិញម្ដងបានន័យថាដួងទេថីយើងធាតុទឹកបើសិនជាយើងទឹកខ្សោយគឺយើងរត់ទៅរកផ្ទះណាដែលបែរទៅលិចឬមួយក៏ជើងជាងលិចឬមួយក៏ទិសជើងដោយសារតែទិសខាងលិចជើងជាងលិចគឺជាទិសធាតុមាសហើយទិសខាងជើងគឺជាទិសធាតុទឹកអញ្ចឹងបើសិនជាយើងទឹកខ្សោយគឺយើងត្រូវការម៉ែធាតុដែលជាធាតុមាសមកទ្រទ្រង់ទឹកក៏ដូចជាគូធាតុទឹកដើម្បីមក support យើងអញ្ចឹងនៅពេលដែលយើងនៅផ្ទះនោះគឺយើងទទួលបានការឧបត្ថម្ភគ្រប់គ្រងទទួលបានជំនួយទទួលបានលាភជ័យសក្ការៈលុយកាក់ដែលយើងធ្លាប់តែពិឃាតមិនបានឬមួយក៏យើងវិនិយោគធ្លាប់ខាតបង់នៅពេលដែលយើងទិញផ្ទះបែរទៅរកទិសដែល support យើងចាប់ផ្ដើមអាចពិឃាតលុយជាលាភមកឲ្យយើងវិញបានណាលុយដែលជាបានន័យថាយើងអាចពិឃាតលុយដែលជាធាតុលាភរបស់យើងវិញបានចុះបើសិនណាជាយើងជាធាតុទឹករឹងមាំវិញមិនខ្វល់ថាយើងទឹកបោកទឹកដករឹងមាំទេបើសិនណាជាយើងជាប្រភេទគ្រោងដួងធាតុទឹករឹងមាំធាតុត្រូវការរបស់យើងពិតណាស់វាអាចមានដល់ទៅ3គឺធាតុឈើជាធាតុទេចេញដល់ការវិនិយោគធាតុភ្លើងគឺជាធាតុលាភរបស់យើងធាតុដីគឺជាធាតុអំណាចរបស់យើងអញ្ចឹងល្អមែនទែនសម្រាប់អ្នកដែលទិញបានន័យថាធាតុគ្រោងដួងទេថីជាធាតុទឹករឹងមាំគាត់អាចទិញផ្ទះបែរទៅត្បូងណានៅពេលដែលគាត់នៅផ្ទះបែរទៅត្បូងហ្នឹងគឺគាត់នឹងមានលាភជាប្រចាំលុយហូរចូលហ្មងលុយរត់រកគាត់អាហ្នឹងអត់ទាន់និយាយរឿងថាអង្គសារត្រូវយកឬក៏មិនត្រូវយកទេប៉ុន្តែផ្ទះហ្នឹងគឺ support គាត់រួចជាស្រេចទៅហើយបើសិនណាជាគាត់ខ្ជិលឬមួយក៏គាត់មិនសូវគេហៅថាឱកាសវិនិយោគអីផ្សេងគាត់អត់ទៅមានណាអាហ្នឹងយើងអាចទិញផ្ទះដែលបែរទៅកើតទៅឬក៏ត្បូងជាងកើតទៅដែលជាទិសទៀតឈើដោយសារតែគ្រោងដួងរាសីគាត់គឺជាទឹករឹងមាំអញ្ចឹងគាត់នឹងបានដល់ការវិនិយោគបដាក់ទុននៅផ្សេងហើយប៉ុន្តែបើសិនណាជាយើងកំពុងតែបដាក់ទុនច្រើនស្រាប់យើងសំដៅលើលុយគឺយើងទិញផ្ទះបែរទៅត្បូងទៅបើសិនណាយើងសំដៅដល់អំណាចគឺយើងទិញផ្ទះបែរទៅទិសធាតុដីគឺជើងជាងខាងកើតឬមួយក៏ត្បូងជាងខាងលិចណាត្បូងជាងខាងលិចយើងនឹងបានអំណាចតំណែងទូនាទីឋានៈជាដើមព្រោះមានករណីកូនសិស្សមួយដែរគ្រោងដួងរាសីរបស់គាត់ទឹករឹងមាំពេលដែលគាត់មានការវិនិយោគច្រើនស្រាប់គាត់ធ្លាប់នៅផ្ទះបែរទៅត្បូងគឺគាត់មានលាភជ័យលុយហូរចូលច្រើនមែនទែនដល់គាត់ទិញចាប់ផ្ដើមដូរផ្ទះមកនៅផ្ទះបែរទៅកើតមិនមែនថាមិនល្អប៉ុន្តែធ្វើឲ្យចិត្តគាត់ចង់មិនដាក់ទុនបន្ថែមរហូតពេលដែលបានលុយមកដល់គាត់ចេះចង់ប្រាក់ទុនបន្ថែមរហូតអ
ចឹងធ្វើឲ្យក្រុមគ្រួសាររបស់គាត់ចេះតែល្អក់កកមិនសូវសប្បាយចិត្តមួយគាត់ដោយសារតែគាត់អត់សូវសន្សំលុយគាត់អត់សូវផ្ដោតលើលុយដែលគាត់សន្សំគាត់ផ្ដោតតែរឿងវិនិយោគណាផ្ដោតទៅលើរឿងវិនិយោគបើសិនណាយើងបានអានរិស័យយើងមើលទៀតថាតើដល់វ័យចរណាមួយនោះដែលគាត់អាចនឹងមានបញ្ហាអញ្ចឹងយើងនឹងហាមគាត់កុំឲ្យវិនិយោគនៅចន្លោះវ័យចរហ្នឹងមិនមែនតែហាមសោះទេគឺហាមកុំឲ្យវិនិយោគច្រើនហើយវិនិយោគនោះគឺឲ្យត្រូវជាមួយនឹងគ្រោងនោះរិស័យទៀតធម្មតាធាតុត្រូវការរបស់មនុស្សម្នាក់ៗគឺផ្សេងគ្នាមុខរបររស់ស៊ីការងារទូនាទីផ្សេងអាស្រ័យលើធាតុត្រូវការហ្នឹងក៏ផ្សេងគ្នាដែរអញ្ចឹងសម្រាប់បងប្អូនកូនក្មួយដែលអានចតារិស័យដំណើរជីវិតជាមួយនឹងលោកគ្រូគឺយើងដឹងហើយថាមុខរបររស់ស៊ីណាក៏ត្រូវមួយរិស័យរបស់យើងពេលខ្លះបើលោកគ្រូអត់បានសរសេរនោះហ្នឹងអាច voice សួរលោកគ្រូនឹងប្រាប់ណាអាចចូលទៅកាន់ក្រុម Master ពិសិដ្ឋផុងស៊ុយក្រុម Telegram ដែលលោកគ្រូតែងតែដាក់ link នៅខាងលើរាល់ការបង្ហោះនៅក្នុង Facebook YouTube ក្តីគឺពុកម៉ែបងប្អូនចូលកូនក្មួយយើងចូល select ចូលកន្លែងគ្រប់សំណួរចម្លើយទៅយើងឆ្ងល់ថាតើការងារមុខរបររស់ស៊ីរបស់យើងបច្ចុប្បន្ននេះជាធាតុអ្វីយើងចូលក្នុងនឹងសួរទៅលោកគ្រូនឹងឆ្លើយប្រាប់ណាអូខេអញ្ចឹងបើសិនណាជាតទៀតណាសម្រាប់ពុកម៉ែបងប្អូនកូនក្មួយយើងដែលជាប្រភេទគ្រោងដួងរិស័យភ្លើងវិញបើសិនណាជាគាត់ជាភ្លើងខ្សោយគឺពិតណាស់គឺគាត់ត្រូវការធាតុឈើមកដុតភ្លើងមក support ភ្លើងហើយគាត់ត្រូវការធាតុភ្លើងខ្លួនឯងដើម្បីជួយទ្រទ្រង់ខ្លួនឯងអញ្ចឹងបើសិនណាយើងទិញផ្ទះណាទិញផ្ទះដែលបែរមុខទៅខាងកើតឬក៏បែរមុខទៅខាងត្បូងគឺល្អមែនតើគឺយើងនឹងទទួលបានការឧបត្ថម្ភគ្រប់គ្រងអំណាចយុស័ក្តិសុខភាពក៏ដូចជាយើងនឹងទទួលបានលាភជ័យផងដែរព្រោះយើងមានកម្លាំងគ្រប់គ្រាន់ក្នុងការពិឃាតមាសជាលាភដោយសារបើសិនណាជាយើងភ្លើងគឺយើងត្រូវការពិឃាតមាសប៉ុន្តែយើងពិឃាតមិនបានបើសិនណាគ្រោងដួងយើងខ្សោយអញ្ចឹងយើងរកទិសផ្ទះឬក៏ចង់ដាក់ទ្រព្យដែលមក support យើងសិនទើបយើងចាប់ផ្ដើមមានលាភផ្ទុយទៅវិញបើសិនណាជាយើងជាភ្លើងខ្សោយនេះស្រាប់តែយើងទៅទិញផ្ទះបែរទៅជើងដែលជាទិសធាតុទឹកមកពិឃាតយើងរហូតប៉ុន្តែយើងនឹងមានរឿងក្តីក្តាំងយើងនឹងមានចំនួនយើងនឹងមានបញ្ហាសុខភាពយើងនឹងហត់រឿងលុយកាក់នេះបន្ថែមក៏ដូចជាពេលខ្លះបើសិនជាទឹកប៉ះមួយភ្លើងយើងនៅផ្ទះនឹងយូរអាចមានបញ្ហាបេះដូងសម្ពាធឈាមធម្មតានៅពេលដែលយើងមានបញ្ហាប្រាក់ចំណូលយើងគិតច្រើនណាអញ្ចឹងឱកាសនៃការដែលយើងឈឺក៏វាច្រើនដូចគ្នាសំជាមួយនឹងទិសដែលមកពិឃាតយើងទៀតគឺយើងនឹងមានបញ្ហាពេលដងផ្ទុយទៅវិញបើសិនណាជាយើងជាប្រភេទភ្លើងដែរប៉ុន្តែជាប្រភេទភ្លើងរឹងមាំយើងត្រូវការពិឃាតមាសជាលាភយើងត្រូវការធាតុផ្ទេរចេញធាតុដីដែលជាធាតុវិនិយោគឬមួយក៏ដំណើរកំសាន្តឬក៏រឿងសប្បាយចិត្តឬមួយក៏យើងត្រូវការធាតុទឹកដើម្បីជាធាតុអំណាចរបស់យើងអញ្ចឹងយើងអាចជ្រើសរើសទិសផ្ទះណាបើសិនណាយើងផ្ដោតរឿងលុយគឺយើងរកទិសផ្ទះណាដែលបែរទៅជើងជាងលិចឬក៏ទិសលិចដែលជាទិសធាតុមាសទិសធាតុលុយរបស់យើងឬមកក៏យើងផ្ដោតលើការវិនិយោគរឿងសប្បាយចិត្តរឿងរហ័សរហួនជាងមុនយើងរកទិសផ្ទះណាដែលបែរទៅត្បូងជាងខាងលិចឬក៏ជើងជាងខាងកើតហើយបើសិនណាយើងផ្ដោតលើអំណាចយើងជាអ្នកធ្វើការអំណាចយុស័ក្តិគុណនទីរបស់យើងផ្ដោតទៅលើរឿងនឹងខ្លាំងយើងទិញផ្ទះណាបែរទៅជើងទៅណាបែរទៅជើងទៅហើយបើចង់លម្អិតបន្ថែមតែចំអង្សារណាផុតជុកទៀតអាចតាក់ទងជាមួយនឹងលោកគ្រូបានអាហ្នឹងយើងជន់វិជាមួយជំហានទៀតបានន័យថាជាវិជាជន់ខ្ពស់មួយទៀតប៉ុន្តែលោកគ្រូធ្លាប់បកស្រាយនៅក្នុងវីដេអូមុនហើយរឿងផ្ទះផុតយុគឬក៏ផ្ទះត្រូវយុគអញ្ចឹងថ្ងៃនេះគឺលោកគ្រូនិយាយអំពីទិសឬក៏ធាតុតាមទិសនីមួយៗហើយយើងជ្រើសរើសឲ្យត្រូវជាមួយនឹងគ្រោងដួងរាសីរបស់យើងដែលជាធាតុត្រូវការចាំបាច់របស់យើងតាក់ទងជាមួយនឹងពុកម៉ែបងប្អូនកូនក្មួយយើងដែលមានគ្រោងដួងរាសីដែលជាធាតុដីវិញម្ដងបើសិនណាជាយើងជាធាតុដីខ្សោយយើងត្រូវការទិញផ្ទះណាដែលមក support យើងបែរមុខទៅរកណាធាតុដែលត្រូវការគឺធាតុភ្លើងមក support ធាតុដីឲ្យរឹងមាំជាងមុនហើយនឹងធាតុដីខ្លួនឯងមកជួយយើងអញ្ចឹងផ្ទះបែរទៅត្បូងដែលជាធាតុភ្លើងគឺមកឧបត្ថម្ភគ្រប់គ្រងជាធាតុអំណាចលាភជ័យជាធាតុដែលឲ្យយើងឡើងបុណ្យឡើងស័ក្តិណាក៏ដូចជាយើងត្រូវការធាតុដីខ្លួនឯងដែលមកសាមគ្គីភាពគ្នាមកជួយយើងមកសហការជួយយើងគឺជើងជាងខាងកើតឬក៏ត្បូងជាងខាងលិចដែលជាធាតុដីចុះផ្ទុយទៅវិញបើសិនជាយើងជាដីរឹងមាំគឺយើងត្រូវពិឃាតទឹកជាលាភឬមួយក៏យើងត្រូវការធាតុមាសដើម្បីផ្ទេរចេញដល់ការវិនិយោគដើម្បីរឿងសប្បាយចិត្តមួយចំនួនឬមួយក៏យើងផ្ដោតលើអំណាចគឺយើងណារកទិញផ្ទះណាដែលបែរមុខទៅរកទិសធាតុឈើដើម្បីមកពិឃាតគ្រោងដួងយើងខ្លះដើម្បីយើងបានអំណាចដើម្បីយើងបានទូនាទីអញ្ចឹងបើសិនណាជាយើងដីរឹងមាំនោះពិតណាយើងទិញផ្ទះដែលបែរទៅជើងគឺយើងទទួលបានលាភជ័យលុយហត់រហយើងតែម្ដងណាអត់ទាន់និយាយថាត្រូវអង្គសារត្រូវយកមិនត្រូវយកទេទិសហ្នឹងគឺ support យើងណាទិសហ្នឹងគឺ support យើងគឺយើងនឹងមានឱកាសច្រើនណាយើងនឹងមានឱកាសច្រើន
ហើយបើសិនយើងផ្ដោតលើការវិនិយោគយើងទិញផ្ទះបែរមុខទៅទិសខាងលិចឬក៏ជើងលិចទៅដែលជាទិសធាតុមាសដីវាផ្ទេរចេញជាមាសឬមួយក៏យើងផ្ដោតលើអំណាចយើងទិញផ្ទះដែលបែរទៅកើតឬមួយក៏ត្បូងជាងកើតដែលជាទិសធាតុឈើទៅគឺយើងនឹងទទួលបានអំណាចបនតទូនាទីណាអូខេអញ្ចឹងតាក់ទងជាមួយនឹងការជ្រើសរើសទិសផ្ទះឲ្យត្រូវជាមួយនឹងគ្រោងឌួងរាសីនេះគឺវាមានអត្ថន័យរបស់វាអញ្ចឹងគាត់ថាពុកម៉ែបងប្អូនកូនក្មួយយើងខ្លះគាត់អត់យល់ហើយវាគ្រាន់តែជាមួយផ្នែកទេតាក់ទងជាមួយនឹងហ្វុងស៊ុយបែបវិទ្យាសាស្ត្រឬមួយក៏ក្បួនហ្វុងស៊ុយពិតប្រាកដគឺយើងសិក្សាលើសត្វទេពទាំង4លោកគ្រូធ្លាប់ប្រាប់ហើយសត្វទេពទី1គឺគេហៅថាអណ្ដើកខ្មៅគឺនៅផ្នែកខាងក្រោយនៃផ្ទះរបស់យើងផ្នែកខាងក្រោយនៃផ្ទះរបស់យើងនេះបានន័យថាបើស្នាជាមានអគារខ្ពស់ណាមិនមែនខ្ពស់រហូតដល់ថាខ្ពស់ពេកផ្ទះសមោលមកលើគ្របលើផ្ទះយើងណាបានន័យថាកម្ពស់បើយើងធៀបជាមួយនឹងផ្ទះយើងត្រឹម45ដឺក្រេ45ដឺក្រេធៀបមួយផ្ទះយើងបានន័យយើងមានអណ្ដើកខ្មៅល្អមក support យើងហើយយើងសិក្សាលើខ្លាសនិងនាគខៀវបានន័យថាបើយើងឈរទល់មុខផ្ទះរបស់យើងខាងស្ដាំដៃគេហៅថានាគបៃតងណាឬមួយក៏នាគខៀវអ្នកខ្លះហៅនាគខៀវណា Green Dragon នៅខាងឆ្វេងគឺខ្លាសណា White Tiger គឺកម្ពស់ខ្លាសនាគខៀវនេះមិនឲ្យខ្ពស់ជាង 22.5 ដឺក្រេឲ្យត្រឹម 22.5 ដឺក្រេគឺបានន័យថាកូនចៅបរិវារទាំងប្រុសទាំងស្រីរបស់យើងគឺ support យើងហើយយើងមើលលើអាកាសរបស់យើងបានន័យថាជាហង្សក្រហមរបស់យើងមិនឲ្យខ្ពស់ជាង 11.25 ដឺក្រេបានន័យថាយើងធៀបជាមួយនឹងផ្ទះយើងអាគារខាងមុខឬក៏ផ្ទះខាងមុខហ្នឹងគឺមិនឲ្យខ្ពស់ជាងផ្ទះរបស់យើងខ្លាំងពេកទេនៅពេលដែលវាខ្ពស់ជាងផ្ទះរបស់យើងខ្លាំងពេកហង្សក្រហមយើងហ្នឹងគឺខូចឬមួយក៏ហង្សក្រហមហ្នឹងវាមកសកាត់យើងឬមួយក៏អុកយើងមិនអាចឲ្យយើងចាប់អាកាសធំធំឬមួយក៏ស្លាក់អាកាសរបស់យើងប៉ុន្តែករណីហង្សក្រហមនេះគឺយើងអាចកែតាមវិធីសាស្ត្រមួយចំនួនដូចជាការដាក់ណាការដាក់កញ្ចក់សឹងខាំដាវមានវេលាដាក់ក៏ជារបៀបផ្សែងក្នុងការដាក់ដែរពួកអីប្រទេសយើងឥឡូវកំពុងអភិវឌ្ឍដីមួយចំនួនដូចជានៅបឹងកេងកងអីគឺអាគារខ្ពស់ៗអស់ហើយជួនកាលខ្លះយើងអភិរក្សផ្ទះរបស់យើងទៀបតែឯងអាគារខ្ពស់ៗហុំយើងចិត្តអញ្ចឹងចង់តែមិនចង់គេហៅថាធ្លាប់តែរោបានធ្លាប់តែមានសុខភាពល្អពេលដែលមានអាគារខ្ពស់ៗមកសង្កត់ផ្ទះរបស់យើងរស់នៅនឹងចាប់ពី2ឆ្នាំឬក៏3ឆ្នាំអីទៅចាប់ផ្ដើមចេញជំងឺឈឺស្កាត់ចាប់ផ្ដើមក្នុងចិត្តរបស់យើងចាប់ផ្ដើមតប់ប្រមល់បញ្ហាអរញ្ញវត្ថុយើងចាប់ផ្ដើមកាត់បន្ថយដែរអញ្ចឹងរឿងទាំងអស់គឺវាមានហេតុមានផលវាទាំងអស់ហើយតកតងជាមួយនឹងការសាងសង់ផ្ទះឬមួយក៏ការធ្វើអាជីវកម្មនោះយើងត្រូវមើលសន្តានជុំវិញដែរកាលពីជំនាន់ដើមគឺគេមើលលើបរិយាកាសជុំវិញដូចជាមើលភ្នំអីជាដើមគេហៅថានាគឲ្យស្រួលស្ដាប់គេមើលនាគបើសិនណាជានាគនៅជុំវិញហ្នឹងគឺជាប្រភេទនាគជាតិភ្លើងយើងធ្វើផ្ទះជ្រុងជ្រុងដែលជាធាតុដីដើម្បីឲ្យភ្លើងវាមកកកើតដីណាមិនមែនយើងឃើញភ្នំជុំវិញឬក៏អាគារជុំវិញរបស់យើងស្រួចសិតតែធាតុភ្លើងយើងធ្វើផ្ទះមូលដែលជាធាតុមាសប៉ុន្តែយើងនៅក្នុងផ្ទះហ្នឹងគឺអត់ពីចម្រើនទេបានតែភ្លើងមកដុតអាគាររបស់យើងជាប្រចាំអញ្ចឹងក្បួនហ្វុងស៊ុយបែបវិទ្យាសាស្ត្រគឺយើងសិក្សាលម្អិតខ្លាំងមែនតើណាបើយើងសិក្សាដល់ level មួយគឺយើងមើលគ្រប់សន្តានទាំងអស់មើលទាំងកត្តាខាងក្រៅមើលទាំងកត្តាស្រាក់ខាងក្នុងបើសិនណាជាឧទាហរណ៍ថានាគជុំវិញយើងជំនាន់ដើមគេមើលភ្នំណាដែលជាធាតុមាសបានមូលឬមួយក៏អាគារជុំវិញផ្ទះរបស់យើងឬមួយក៏អាគារជុំវិញអាគាររបស់យើងមូលដែលជាធាតុមាសយើងគួរតែ design អាគាររបស់យើងជាទឹកដើម្បីឲ្យមាសមកsupportទឹកឬមួយក៏មាសដូចគេដែរណាឬមួយក៏មាសដូចគេដែរកុំឲ្យគេមាសយើងធ្វើជាអាគារឈើត្រង់ធ្លុះពោះអានឹងមាសនឹងមកកាប់យើងមកពីជាតិយើងហើយអាគាររបស់យើងគឺមិនរីកចម្រើនទេណាអាគារធាតុទឹកបានយើងកែច្នៃរលោគលក្ខណៈកាញ់ពីទឹករលោគណាអញ្ចឹងម៉ូដអាគារម៉ូដផ្ទះមួយក៏យើងត្រូវសិក្សាអំពីបរិយាកាសជុំវិញរបស់យើងដែរណាបរិយាកាសជុំវិញរបស់យើងដែរឧទាហរណ៍មួយទៀតចុះណាថាអាគារជុំវិញផ្ទះរបស់យើងឬមួយក៏ទីតាំងលំនៅឋានជុំវិញផ្ទះរបស់យើងហ្នឹង4ជ្រុងដែលជាធាតុដីហាមធ្វើផ្ទះដែលជាធាតុទឹកណាបើសិនតែយើងធ្វើផ្ទះដែលជាធាតុទឹកគឺអាគារជុំវិញហ្នឹងគឺសកាត់យើងហើយបានន័យថាយើង design ផ្ទះយើងម៉ូដរលោគទឹករលោគអារបៀបយើងមើលមកដូចថាទឹករលោគណាអាហ្នឹងគឺអាគារជុំវិញឬក៏មជ្ឈដ្ឋានជុំវិញគឺមកពីផ្ទះយើងហើយយើងរស់នៅផ្ទះហ្នឹងគឺអត់ទុកទេបើសិនណាជាជុំវិញផ្ទះរបស់យើងជាធាតុដីយើងអាច design អាគាររបស់យើងមូលដែលជាធាតុមាសដើម្បីឲ្យដីមកកកើតមាសណាអញ្ចឹងតាក់ទិចឬមួយក៏តិចនិចការជ្រើសរើសទីតាំងអចលនទ្រព្យគឺសំខាន់ខ្លាំងមែនតើ
សម្រាប់ពុកម៉ែបងប្អូនកូនក្មួយយើងដែលចាប់អារម្មណ៍ចង់ទិញដីចង់ទិញផ្ទះសាងសង់ផ្ទះនៅក្ដីឲ្យត្រូវជាមួយនឹងគ្រោងឌួងរាសីរបស់យើងលោកគ្រូលើកទឹកចិត្តឲ្យប្រឹក្សាយោបល់ជាមួយនឹងចិនខ្សែជំនាញណាអាចតាក់ទងមកកាន់លោកគ្រូបានលោកគ្រូនឹងជួយ select មើលថាតើភូមិសាស្ត្រឬក៏ទីតាំងដីហ្នឹងត្រូវជាមួយនឹងគ្រោងឌួងរាសីរបស់យើងដែរអត់ support យើងដែរអត់ហើយជាអង្គសាររីកចម្រើនអង្គសារត្រូវយកដែរអត់ណាយើងត្រូវសិក្សាកន្លែងហ្នឹងមានករណីមួយចំនួនដែរករណីដូចថាយើងមានប្តីប្រពន្ធជួនកាលខ្លះប្រពន្ធគាត់ត្រូវការធាតុនេះប្តីគាត់អត់ត្រូវការធាតុហ្នឹងឯងគាត់ត្រូវការធាតុផ្ទុយគ្នាហ្មងអាហ្នឹងគេប្រភេទគេហៅថាគ្រោងឌួងរាសីមួយដែលប្តីប្រពន្ធមានធាតុត្រូវការអត់ដូចគ្នាអញ្ចឹងយើងត្រូវផ្ដោតទៅលើមេគ្រួសារឬក៏មេប្រភពចំណូលមិនបានន័យថាប្រពន្ធគាត់មិនមែនជាប្រភពចំណូលទេបានន័យថាគាត់ជាមេផ្ទះស្រាប់តែយើងទិញផ្ទះឲ្យ support គាត់ហើយទៅជាអង្គសារហ្នឹងបំផ្លាញមេគ្រួសារប្រុសសួរថាយើងសល់អីទៀតណាយើងអត់រីកចម្រើនទេអញ្ចឹងយើងត្រូវមើលលម្អិតខ្លាំងមែនតើហើយការដេករចនាបថរចនាសម្ព័ន្ធនៅក្នុងអគារឬក៏នៅក្នុងផ្ទះដែលយើងរស់នៅហ្នឹងក៏យើងត្រូវសិក្សាតាមគ្រោងឌួងរាសីរបស់មនុស្សម្នាក់ៗតាមសមាជិករបស់គ្រួសារម្នាក់ៗដែររាល់ការប្រឹក្សាយោបល់ការរៀបហឹងស៊ុយផ្ទះមួយលោកគ្រូគឺលោកគ្រូប្រឹក្សាយោបល់ពីដើមរហូតដល់ចប់បានន័យថាការជ្រើសរើសទីតាំងឲ្យត្រូវ design structure ខាងក្នុងឲ្យត្រូវណាពាក្យថា structure ខាងក្នុងយើងដឹងហើយតាំងពីបន្ទប់ទទួលភ្ញៀវបន្ទប់ទឹកចង្ក្រានបាយបន្ទប់របស់សមាជិកគ្រួសារនីមួយៗណាក៏ដូចជារហូតដល់តាក់ទងជាមួយនឹងអង្គសារដាក់ទីអ៊ាអង្គសារដាក់តុងម៉ាជាដើមគឺលោកគ្រូមើលលម្អិតឲ្យខ្លាំងមែនតើណាអញ្ចឹងបើសិនណាជាពុកម៉ែបងប្អូនកូនក្មួយយើងមានចម្ងល់អីបន្ថែមអាចចូលទៅកាន់ក្រុម Telegram របស់លោកគ្រូគឺក្រុមសំណួរចម្លើយដើម្បីសួរសំណួររាល់ពេលដែលគ្រូទំនេរលោកគ្រូនឹងចូលឆ្លើយហើយជួយ follow page របស់លោកគ្រូម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តណា page Facebook របស់លោកគ្រូគឺមាន2គឺហ្វុងស៊ុយនឹងជីវិតក៏ដូចជា page Master ពិសិដ្ឋហ្វុងស៊ុយហើយ channel YouTube របស់លោកគ្រូគឺ Master ពិសិដ្ឋហ្វុងស៊ុយលោកគ្រូក៏មាន TikTok ផងដែរគឺ Master ពិសិដ្ឋហ្វុងស៊ុយជាចុងក្រោយលោកគ្រូសូមជូនពរពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាទទួលបានតែលាភជ័យនិងលាភសំណាង